នេះឥឡូវយើងមកមើលត្រីនៅតាមវាលស្រែយើងនេះអូសម្បូរមែនទេនេះអត់តែខែទឹកខាខ្យល់ធ្លាក់មកពីជើងអីវ៉ាន់ណានេះមើលតាមគុំស្រូវនេះវារីងទឹកចង់ដាច់ចង់ត្រីវាឡើងមកសំបីតែបកៃក៏ដែរវាទាញវុបអាយើងនេះប្រហោងពោះតាមពេលត្រីទាញមកតាមបកៃយើងវាអោនត្រោះទឹកមកវុបបុកពោះនេះដូចតាម្នាក់ហ្នឹងក៏នេះមកម៉ោងរបស់គាត់នេះស្រិតតែត្រីឆ្ពិនមកនេះអូច្រើនមែនទេលោកត្រីក្រាញ់បាត់នេះពេលយើងធ្លាក់ភ្លៀងមកវាឡើងអានេះក៏ទៅវាឡើងស្កៃវាហ្នឹងវាលឿនមែនទេត្រីក្រាញ់នេះមិនធម្មតាទេវាបើយ៉ាងវាឡើងលឿនណាមើលវាស្កៃវាហ្នឹងម៉ែអូយឡើងពេកហើយអានេះយកមកស្លមកជូរទៅស្ងោរឆ្ងាញ់ណានេះមកវាជាប់បកៃវាត្រីដែងនេះឃើញហើយយើងកាលនៅយើងដាក់បកៃអូយគាត់ឃើញទាញវុបប្រហោងពោះតាមវាហ្នឹងមើលនេះត្រីដែងនេះដែងរឹងទៀតនេះជួយជីវិតអ្នកដាក់បកៃមើលនេះអានេះហើយត្រីក្រាញ់ត្រីអីកូនត្រីវាពេលរីកទឹកអត់ទៅវាតាមគុំស្រូវនេះមើលទៅការបកៃវិញវាក៏ទៅយើងតាមស្រុកស្រែយើងមិនខ្វះរបស់ហូបទេឲ្យតែយើងចេះដាក់ចេះរោសំបីតែដាក់បកៃក៏ដោយកំពឹសក៏ដោយយើងដើរបាច់តាមកលុកកលិតកន្លោះសម្បូរមែនទេតាមស្រុកស្រែចំការរបស់យើងនេះមិនខ្វះទេអ្នកខ្លះមានបកៃ4 10ក៏ដាក់បានហូបដែរវាដូចគេចាស់គាត់ថាមែនណាមានទឹកមានត្រីអត់តែមានទឹកមានត្រីមែនសម្បូរមែនទេអូយមើលនេះជាប់ថាឲ្យតែមានដាក់